make up ជាមួយ Alice ថ្ងៃនេះគឺខ្ញុំមកបរិញ្ញាអ្នកទាំងអស់គ្នាផាត់ភ្នែកបែបនេះអ្នកទាំងអស់គ្នាមើលទៅសាមញ្ញទេប៉ុន្តែជាមួយនឹងកម្មវិធីអីក៏ត្រូវដែរពីព្រោះវាពណ៌ brown ធម្មតាហើយយើងលេងជាមួយហុំភ្នែកហើយ eyeliner ប៉ុណ្នេះមកអ្នកទាំងអស់គ្នាមានកម្មវិធីឬក៏ everyday look អីក៏ស្អាតដែររបស់ពីមុខដែលត្រូវមានដាច់ខាតគឺជក់ fluffy បែបនេះមួយជាមួយនឹងពណ៌ color ភ្នែកដែលមានពណ៌ neutral tone បែប brown បែបនេះណាអាពណ៌នេះគឺយើងមានកម្មវិធីក៏ប្រើបាន everyday look ក៏ប្រើបានដែរហើយភ្នែករបស់យើងត្រូវតែមានម្សៅស្អិតឬក៏ concealer ពីតំណពីក្រោមមកហើយនៅពេលដែលវាមានជាតិសើមានជាតិម្សៅអញ្ចឹងវាខំជាប់ពណ៌បានល្អពណ៌ទី1ដែលយើងត្រូវដាក់គឺពណ៌នេះពណ៌កម្ៅដាក់នៅខាងក្រោមភ្នែកចាហើយអស់ទៅអស់មកនេះឃើញដិតទេបងប្អូនដិតមែនតើអញ្ចឹងពណ៌ដិតគឺយើងដាក់មុនណាហ្នឹងហើយអ្នកបងប្អូនអស់ទៅអស់មកអញ្ចឹងទៅដាក់នៅខាងក្រោមភ្នែកអញ្ចឹងហ្នឹងមិនមែនដល់លើនេះទេណាលើហ្នឹងគឺយើង blend ជាមួយពណ៌ផ្សេងអូខេប៉ុណ្ណឹងហើយអ្នកបងប្អូនប្រើពណ៌ស្រាលជាងហ្នឹងគឺពណ៌នេះយើងទៅ blend ពាក់កណ្ដាលភ្នែកដើម្បីឲ្យវាស៊ីពណ៌ជាមួយនឹងភ្នែកខាងលើយើងចាហើយបោះវាតិចតិចចេះមកគ្នាយកពណ៌ដិតហ្នឹងដដែលបន្ថែមទៀតមក like this អស់ទៅអស់មកហើយថ្នមដៃណាតែអ្នកនរគ្នាកាន់ជក់កាន់ចុងជក់ចាក់ទៅវាដៃស្រាលណាតែបើមានអារម្មណ៍ថាអត់តន់ស្ទាត់ទេកាន់ពាក់កណ្ដាលជក់ដូចខ្ញុំចេះក៏បានដែរនេះហើយទប់ដៃមួយនៅនេះមកហើយធ្វើចេះមកដូចយើងគូកនូអញ្ចឹងណាមកផ្លែទេគឺយើងបានពណ៌ដូចខាងនេះហើយប្រើតបភ្នែកស្នាញ់បែបនេះដើម្បីដាក់តបអញ្ចឹងណាដាក់នៅលើភ្នែកខ្ញុំបិទនៅខាងដើមភ្នែកមុនយកកញ្ចក់ចុចវាហើយបានបិទនៅខាងចុងភ្នែកបន្ទាប់មកធ្វើឲ្យវាស្អិតនៅចំកណ្ដាលឃើញទេស្អាតហ្មងដោយសារពេលខ្ញុំបិទហ្នឹងវាមានជាតិកៅអញ្ចឹងខ្ញុំយកពណ៌ eyeshadow យើងដដែលដាក់នៅលើតបភ្នែកហ្នឹងដើម្បីកុំឲ្យវាមានភាពស្អិតប្រើជាប្រភេទទៀនគូភ្នែកប៉ុន្តែយកពណ៌ brown បែបនេះដើម្បីស៊ីមួយឆាមយើងណាគូរឹមភ្នែកខាងក្រោមមើលទៅមុខឲ្យត្រង់កុំភ្លេចភ្នែកកុំរកចូលភ្នែកទៅចឹងចេញទៅភ្នែកឯអ្នកនរគ្នាគូទៅតាមរឹមភ្នែកនេះបានហើយ map eyeliner ក៏ខ្ញុំប្រើពណ៌ brown ដែរបងប្អូនគ្នាធ្វើអញ្ចឹងទៅវាស៊ីពណ៌គ្នាបានស្អាតដែរកុំឲ្យខ្មៅលិចកន្លែង eyeliner ពេកជាដំបូងពេលដែលយើងបិទហុំភ្នែកចុះស្រួលគូណាអ្នកនរគ្នាគូចាញ់ពីកតុយហុំភ្នែកខាងលើមកហើយកុំព្យាយាមគូបាសទៅលើចេះតែចឹងឃើញភ្នែកលឹបវិញឯងគូត្រង់ទៅតាមត្រេភ្នែករបស់យើងណាអូខេបន្ទាប់មកភ្ជាប់ភ្នែកខាងក្រោមយកខាងក្រោមមកភ្ជាប់ខាងលើចឹងមកអូខេឥឡូវការផាត់ភ្នែករួចរាល់ហើយអញ្ចឹងមកចង់ដឹងថារបៀបពាក់ហុំភ្នែកបែបម៉េចមើលវីដេអូមួយទៀតណា Follow ខ្ញុំផងដើម្បីទទួលបាន tip make up បន្តទៀត Bye